ហើយអ្វីវាហ៊ានដល់ថ្នាក់នេះយោធាថៃបើកការបាញ់ប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់កំទេចស្ពានជ័យជំនះនៅស្រុកវាវែងខេត្តពោធិ៍សាត់មួយលើកជាពីរលើកដោយគ្មានខ្លាចញញើតនិងសំណាញ់មេឃពុកម៉ែបងប្អូនទាំងអស់គ្នានៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បាញ់កំទេចស្ពានជ័យជំនះដែលស្ថិតនៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ជាងនេះទៅទៀតយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងជនស៊ីវិលកម្ពុជាផងដែរសូមជម្រាបជូនស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងភូមិសាស្ត្រភូមិភាគទី5ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដែលមានចំនួន3គ្រាប់បន្ថែមទៀតគិតត្រឹមវេលាម៉ោង 15:41 នាទីនៅម៉ោង 15:30 នាទីយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅម៉ោង 15:34 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដដែលទម្លាក់គ្រាប់កំទេចគោលដៅស្ពានជ័យជំនះ1គ្រាប់ទៀតនិងចុងក្រោយនៅម៉ោង 15:41 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់បន្ថែមទៀតដោយឡែកកាលអំពីព្រឹកមិញនៅម៉ោង 6:02 នាទីយោធាថៃបានកំទេចស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីបានកំទេចលើស្ពាន1គ្រាប់បន្ថែមទៀតម៉ោង 6:12 នាទីបានកំទេចទៅលើស្ពានចាស់ចំនួន1គ្រាប់ទៀតសូមបញ្ជាក់ផងដែរថាស្ពានជ័យជំនះឬក៏ស្ពានមេទឹកត្រូវបានស្ថាបនាជាស្ពានបេតុងដែលតភ្ជាប់អំពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹកដែលសន្តិដ្ឋនៅលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169ដល់400ដែលមានប្រវែង180ម៉ែត្រទទឹង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង20ម៉ែត្រស្ថាបនារួចនៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែលជា 8.5 គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រវែងជា5គីឡូម៉ែត្រគិតជាចម្ងាយពីព្រំដែនដែលជាច្រកងាយស្រួលតែមួយគត់ភ្ជាប់ប្រជាជនថ្មដាស្រុកវាលវែងនៅចំពោះស្ថានភាពបែបនេះយើងកំពុងរងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលទៅជួសជុលធ្វើផ្លូវធានាតភ្ជាប់សម្រួលដល់ចរាចរណ៍ឡើងវិញដោយឡែកចំពោះករណីនេះផងដែរប្រជាជនបានបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមថាហេតុអ្វីបានជាថៃហ៊ានប្រើប្រាស់យន្តហោះចម្បាំងចូលទៅក្នុងទឹកដីកម្ពុជាដោយមិនខ្លាចញញើតនិងសំណាញ់មេឃរបស់កម្ពុជាហើយតើនៅពេលណាដែលកម្ពុជាត្រូវប្រើប្រាស់សំណាញ់មេឃទប់ទល់ទៅនឹងយន្តហោះ F-16 ដែលបន្តទម្លាក់គ្រាប់បែកជារឿយៗនៅតាមទីតាំងផ្សេងៗដោយមិនគិតអំពីសិទ្ធិមនុស្សសូម្បីតែនៅក្នុងទីតាំងវត្តអារាមឬក៏ផ្ទះប្រជាពលរដ្ឋបើចង់សូមបញ្ចប់នៅតំបន់នេះតែទំនាក់ទំនងបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe នៅតំបន់ណាតំបន់ផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា